thì này kia lúc này ai chấm nẹt tầm nương lụa đâm lụa thế ban tam tu sập xôn 88 buôn rồi mà thấy môi 2550 xôn đập phí buôn học mùi buôn cao mùiឬក៏តាមរយៈ email info@hianaisia.com.ke ហើយក៏លោកអ្នកដែលត្រូវការសេវាកម្មទូទាត់សាច់ប្រាក់គឺទំនុកចិត្ត 100% គឺលីហួរសេវាផ្ទេរប្រាក់ទូទាំងប្រទេសដំណើរការដោយបច្ចេកវិទ្យាស្តង់ដារអន្តរជាតិបាទនៅខេត្តក្រុងណាក៏ដោយបាទមកផ្លែតបានភ្លាមចំណងបាទហើយសូមធានានៅសាច់ប្រាក់របស់លោកអ្នកបាទទ្វេដងបាទ100 លើ 100% អញ្ចឹងបាទលោកអ្នកត្រូវការទូទាត់សាច់ប្រាក់ហើយទំនុកចិត្ត 100% នោះគឺលីហួរសេវាផ្ទេរប្រាក់សម្លេងណាបាទជាស្រ័យស្រោមអនាម័យបាទចង់សម្លេងស្រោមអនាម័យអូកាម៉ូតូដែលជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោកដែលបាននាំចូលសារធាតុស៊ីឡនគឺជាសារធាតុដែលយកមកផលិតនៅស្រោមអនាម័យដែលមានសភាពស្ដើងជាងគេទន់ជាងគេនិងស្វិតជាងគេជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយបាទNO គឺជាភេសជ្ជៈដែលទើបមកដល់ថ្មីបាទគឺជា energy drink បាទគឺជា energy drink សម្រាប់ជួយឲ្យស្មារតីក្នុងការបើកបរបាទតំពីទឹកឃ្មុំជំនួយសុខភាពអារម្មណ៍ស្រស់ថ្លាធម្មពលខ្លាំងក្លាបំបត្តិភាពងងុយគេងនិងកាត់បន្ថយជាតិស្រវឹងក្នុងការធម្មពលរាងកាយហើយលោកអ្នកអាចទំនាក់ទំនងបានគឺតាមរយៈទូរស័ព្ទ010 333 915 096 6800 800បាទកុំភ្លេចបើប្រជាកសិករដែលត្រូវការងារកសិកម្មស្រែចម្ការចង់បាននៅគ្រឿងចាក់ដែលការងារឆាប់រហ័សស៊ីប្រេងតិចកុំភ្លេចបាទចនឌីជាត្រាក់តរដែលបាទជួយនឹងគ្រប់សន្តានភាពការងាររបស់ប្រជាកសិករទាំងអស់បាទហើយលោកអ្នកក៏នឹងមានការប្រាក់ 0% ផងដែរបាទសម្រាប់មួយឆ្នាំអ្នកអតិថិជនដែលជាចង់បានគ្រឿងចាក់ចនឌីបាទហើយបើលោកអ្នកចង់ទំនាក់ទំនងនៅតាមshowroom ផ្ទាល់កុំភ្លេចនៅទីក្រុងភ្នំពេញនៅផ្លូវម៉ៃដាយើងផ្លូវ2004បាទឥឡូវមកលើសង្វៀននេះកំពុងតែស្ទាបស្ទង់បច្ចេកទេសគ្នារវាងផានរះនិងភ័ណ្ឌភឿនដែលជាគូស្ដាដើមគឺថាគូសងសឹកដូចជាសាហាវពេកសងសឹកដូចជាគំនុំគ្នាដល់កែណាមកប៉ុន្តែសម្ដេចសង្ឃជួនណាគាត់អត់បានចាទៅកន្លែងនេះបាទថាបង្កើតប្រគូសងសឹកគឺប្រើអីឲ្យសមគឺព្រោះថាដូចស្ដាដើមឬក៏ស្រង់ដើមទើបនឹងមកប្រកួតថ្មីថ្មោងទេបាទប៉ុន្តែសង្ឃឹមថា6គូនេះគឺយើងនឹងបានទស្សនាដល់ចប់បាទគូនេះជាគូសងសឹកនិយាយថាសងសឹកទៅចោះផាន់រះបង្គោលក្រហមចាញ់បន្ទុកបង្គោលខៀវមនភឿនពីមុនមកអញ្ចឹងថ្ងៃនេះមកស្ដារដើមមកវិញថាស្ដារដើមបានឬក៏បានអាស្រ័យទៅលើសមត្ថភាពនៃការហ្វឹកហាត់បាទយ៉ាក់កន្លងមកនេះកន្លែងនេះអាជើងទី1មិនខុសទេខុសអាជើងទី2នេះបាទតែញ៉ាកដាគាត់នៅពុំមានបងដៃគូរបស់ខ្លួនបានដួលទៅលើតាពីទៅហើយត្រូវតែឈប់ធ្វើការសង្គ្រាមសម្រុកទុកគង់ស្ដាំរបស់គោលខៀវល្អមែនទែនអត់ធ្វើកែហ្គេមហ្នឹងឯងកែហ្គេមយ៉ាងម៉េចហ្នឹងផាន់រះបាទមួយពីរទាត់ក្រោមរបស់ភ័ណ្ឌភឿនល្អមែនទែនមកដៃម្នាក់ចូលស្ដាំចូលចាប់ជង្គង់ស្រាលញ៉ាកដាលោកអិនកាមេរ៉ាបបាយមួយពីរត្រង់ល្អណាស់បោះផាន់រះសងវិញគាត់ជើងស្ដាំរួចម្នាក់គាត់រៀបអមម្នាក់គាត់បាទធំកង់យើងក្រោមទៅតែពុះមកប៉ះបងបាទស្រាវស្រាវមែនទេបាទខ្មងអ្នកម្ដាយហាត់វិញគឺប៉ាំងប៉ោងស្ទល់ហើយឡាយនេះដួលហើយមានបង្ហើយមួយជើងមួយក្រោយទៅទៀតបាទផាន់រះជង្គង់មកស្ដាំល្អមែនទេដោតចូលទៅលើផាន់រះពីផាន់ភឿនបុកស្ដាំមួយទៀតបាទបានផាន់រះក៏អត់បានធ្វើអីបានទេព្រោះចំហផាន់រះទៀតនៅក្រោមផាន់ភឿនចឹងបានតែគង់ចេះដើម្បីរងចាំឲ្យញ៉ាកដាបបាយមួយពីរខុសគាត់ស្ដាំ
នេះម្នាក់ដល់ម្នាក់តកងបងបីជួស្រែជួម្ដាយគាត់ធ្វើបានល្អបានរះថ្ងៃនេះមកស្ដាដើមកែកុកដល់ក្លេយ៉ាងម៉េចដើម្បីយកជ័យជំនះទៅវិញស្ដាំត្រូវមួយទៀតហើយចូលចាប់ប្រមូលគ្នាបានមួយជុំពីរជុំជង្គង់ស្ដាំមួយរបស់ផនភឿនបោកមួយជុំបុកជង្គង់ស្ដាំម្នាក់មកជង្គង់ជង្គង់ស្រាលរបស់ផានរះបានរះជាយាមប្រើជង្គង់សងគ្នាទៅមួយមកជង្គង់ផនភឿនដកលាចាក់ដោននេះគឺណាបាទឥឡូវនេះផនភឿនបោកផានរះឲ្យដួលតែអាញាកដាលជួយចាប់តាន់វាយចូលចាប់សាជាថ្មីគ្រាកក្រោមស្លាប់ផានរះជាប់ធ្វើអីមិនកើតបានមកជង្គង់ដែរផនភឿនពិបាកអង្សងសឹកយកជ័យជំនះលើផនភឿនបានណាបាទមើលក្រោយវាស្ទាបទុំបច្ចេកទេសគ្នា3ទឹកនេះតើផានរះដូរក្បាច់យ៉ាងម៉េចដើម្បីបំបែកពងមាន់យកពីផនភឿនមកវិញតែបើវាយនៅតែស្ថានភាពបែបនេះខ្ញុំគិតថាពិបាកនឹងយកឈ្នះផនភឿនណាបាទបើជង្គង់ផនភឿនមួយដោតសិចល្អណាបាទជង្គង់ស្ដាំផនភឿនបោកទៅទៀតកម្លាំងផនភឿនអាចនឹងនៅរៀងលើជាងផានរះផងដល់ពេលនេះបាទតែចាំមើលរយៈពេលចម្ងាយវែងតើផានរះផនភឿនក្នុងផានរះតើណារក្សាកម្លាំងបានថេរជាងចាំមើល5ទឹកពេញឬក៏យ៉ាងណានេះជាយើងរលាស់វាយកែងឆ្វេងមួយពីផានរះមួយពីរមកជង្គង់ស្ដាំផនភឿនចាញ់ទៀតហើយមើលគ្នាមកជុំដាប់ដៃស្ដាំរកផនភឿនតែមិនត្រូវបាត់កែងនេះមាញ់មិញបាទតែខុសចូលទៀតហើយដាប់ដៃស្ដាំរបស់ផនភឿនបោកចាប់គ្រាកជាប់ផានរះធ្វើឲ្យអង្កើតឯញាកដាលបំបែកដៃស្ដាំចូលម្ដាយចាប់កតែផនភឿនពុកមកជង្គង់នេះក្បាច់នេះល្អមែនទេផនភឿននៅតែគេថារក្សាបាននៅអាយចង់ចូលបាទបោកស្មានតែផនភឿនមានបញ្ហាហក់ទៅរកផនភឿនតែផនភឿនសោយមកដៃមកវិញនេះគឺថាបោកចង្វាក់បោកធ្វើឲ្យផានរះអាយមិនហើយ8ហើយងោកក្បាលទេងោកក្បាលឲ្យឱកាសបាទញាកដាលលោកគ្រូអិនខេមរិនឲ្យឱកាសបាយទេចូលឡាយនេះសោកស្ដាយមែនទេណាប្រហែលណាថ្មិញបាត់ថ្មិញទៅណាបាត់ហើយបាទមិញជ្រុះនឹងណាបាទម្ដាយបាញ់មិញនេះគឺថាពិតជាមើលមិនចង់ទាន់បាទចង្វាក់ដែលផនភឿនវេខ្លួនទៅនឹកស្មានថាផនភឿនជ្រាយទៅហើយហក់ទៅថែមផនភឿនសោយមកម្ដាយវិញគឺចប់តែម្ដងបាទតាតងសឹកកាន់តែឆ្ងាយទៅហើយបាទដល់ពេលនេះក៏ជ័យជំនះឃើញតែឆ្ងាយទៅហើយយើងតាមដានបន្តទៀតហើយក៏អរគុណដល់ប៉ូការីស្វេតប៉ូរីសជាភេសជ្ជៈដែលល្អជាងគេនៅប្រទេសជប៉ុនហើយក៏ត្រូវបានណែនាំឲ្យពិសាដោយវិជ្ជបណ្ឌិតជាច្រើនបាទលោកអ្នកដែលត្រូវការដែលបាត់បង់ចិត្តទឹកបាទធ្វើការក្រៅកម្ដៅថ្ងៃបាទបើបោឆ្ងាយក៏កុំភ្លេចប៉ូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងបាទតាមដានគូសំសឹកបន្តទៀតជ័យជំនះសម្រាប់បង្គោលខំហាក់ដូចជាឆ្ងាយតិចទៀតហើយតបពីត្រូវបានអាញាកដាលរាប់ម្ដងបាយនេះច្បាស់ចឹងគឺថាពេញបន្ទុកបាទដៃស្ដាំជង្គង់ស្ដាំរបស់ផនភឿនច្បាស់បាទគឺបដោតម្ដងហើយថាវ៉ាក់ឡាំរបស់គាត់ល្អជាងផនភឿននៅតែល្អជាងបាទនេះយើងនិយាយតាមមើលឃើញបើផនភឿនអត់ធ្វើអីម្យ៉ាងទេពិបាកយកឈ្នះលើគោកៀវណាត្រាតែ3ឲ្យផនភឿនត្រឡប់តែម្ដងមិនអាចនេះឡើងនេះណាកម្លាំងជារឿងសំខាន់ណារាប់ជាថ្មី2
3 4 5 6 7 8 3 lên như bay tình niệm không bà